បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថាតើខ្ញុំត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំប៉ុន្មានដើម្បីធានាបងប្អូនបង្កើតមករស់នៅសហរដ្ឋអាមេរិកបាទគាត់ចង់ដឹងថាត្រូវមានប្រាក់ចំណូលប៉ុន្មានដើម្បីធានាបងប្អូនបង្កើតមករស់នៅសហរដ្ឋអាមេរិកបាទចម្លើយនៅពេលដែលលោកអ្នករៀបចំឯកសារដាក់ពាក្យធានាបងប្អូនមករស់នៅសហរដ្ឋអាមេរិក USCIS គេមិនតម្រូវឲ្យលោកអ្នកមានការងារធ្វើឬក៏តម្រូវឲ្យលោកអ្នកមានប្រាក់ចំណូលប៉ុន្មានមួយឆ្នាំនោះទេហើយក៏មិនតម្រូវថាលោកអ្នកត្រូវតែមានលុយក្នុងកុងប៉ុន្មានដែររហូតដល់សំណុំរឿងលោកអ្នកត្រូវបាន USCIS នឹងគេ approve គឺគេអនុម័តហើយគេបញ្ជូនសំណុំរឿងហ្នឹងទៅកាន់ NVC គឺមជ្ឈមណ្ឌលតុលាការជាតិអាមេរិកដល់ចំណុចនេះទៅការិយាល័យ NVC ទាមទារឲ្យលោកអ្នកមានប្រាក់ចំណូលប្រចាំឆ្នាំស្របតាមច្បាប់កំណត់មានន័យថាក្រោយពេលដាក់ពាក្យធានាប្រមាណ16ឆ្នាំគឺ16ឆ្នាំក្រោយមកទៅគេត្រូវការអញ្ចឹងពេលយើងដាក់ពាក្យហ្នឹងគេមិនត្រូវការថាប្រាក់ចំណូលប្រមាណនោះទេប្រសិនបើលោកអ្នកនៅលីវហើយលោកអ្នកដាក់ពាក្យធានាប្អូនបង្កើតម្នាក់ពីស្រុកខ្មែរមកក្រោយពេលដល់វគ្គ NVC គឺគេទាមទារឲ្យលោកអ្នកមានប្រាក់ចំណូលប្រចាំឆ្នាំប្រមាណ$27,000មួយឆ្នាំមានន័យថាប្រមាណ$27,000មួយឆ្នាំក្នុងករណីប្អូនរបស់លោកអ្នកមានគ្រួសារគឺមានប្រពន្ធឬមានប្តីមួយទៀតប្រាក់ចំណូលដែលគេទាមទារឲ្យលោកអ្នកមានគឺ$34,000មួយឆ្នាំមានន័យថាធានាថែមសមាជិកម្នាក់គឺថែម$7,000ហើយបើសិនជាប្អូនរបស់លោកអ្នកមានកូនម្នាក់ទៀតគឺមានន័យថាធានាប្អូនមួយគ្រួសារមានគ្នា3នាក់ដូច្នេះគេតម្រូវឲ្យលោកអ្នកដែលជាអ្នកធានានៅអាមេរិកហ្នឹងត្រូវតែមានប្រាក់ចំណូលប្រមាណ$41,000គឺ$41,000មួយឆ្នាំបាទប្រាក់ចំណូលដែលលើកឡើងនេះមិនមែនគេតម្រូវឲ្យលោកអ្នកត្រូវតែមានលុយក្នុងកុងធនាគារនោះទេនេះគឺជាប្រាក់ចំណូលដែលលោកអ្នករកបានហើយបង់ពន្ធជូនរដ្ឋបាទក្នុងករណីលោកអ្នកធ្វើការទទួលបានប្រាក់ចំណូលទាបបង់ពន្ធទាបលោកអ្នកមិនគ្រប់លក្ខខណ្ឌក្នុងការធានាបងប្អូនបង្កើតលោកអ្នកអាចស្វែងរកសាច់ញាតិមិត្តភ័ក្តិបងប្អូននរណាក៏បានដែរដើម្បីជួយធានាដែលគេប្រើពាក្យថា cosign ឬ joint sponsor បាទក្រុមហ៊ុនយើងខ្ញុំមានសេវាកម្មទាំងអស់នេះតាក់ទងនឹងការធានាមរស់នៅធានាម៉ែឪបងប្អូនប្រពន្ធកូនគឺមានទាំងអស់ប្រសិនបើលោកអ្នកត្រូវការអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ